นกก็สังกรานต์ស្រុកយើងសូមស្វាគមន៍ជាស្រុកដែលមានវ័យចំណាស់និងធ្លាប់មានវប្បធម៌និងអរិយធម៌ល្អក្នុងខេត្តកំពង់ឆ្នាំងកំពង់ត្រឡាចសម្បូរទៅដោយសម្បត្តិវប្បធម៌រូបិយនិងអរូបិយជាច្រើនដូចជាទីតាំងប្រវត្តិសាស្ត្រក្រុងលង្វែកគឺជាអតីតរាជធានីខ្មែរនិងជាបន្ទាយដ៏រឹងមាំមួយក្រោយសម័យអង្គរដែលមានរាង4ជ្រុងទ្រវែងទទឹងប្រវែង2គីឡូម៉ែត្របណ្ដោយជិត3គីឡូម៉ែត្រដែលនៅជុំវិញរាជធានីនេះមានដើមឫស្សីកម្រាស់ជាង100ម៉ែត្រសម្រាប់ធ្វើជារបាំងការពារការដ៏យូរយារណាស់មកហើយវត្តត្រឡែងកែងគឺជាកន្លែងប្រវត្តិសាស្ត្រនិងប្រវត្តិរឿងព្រះគោព្រះកែវវត្តពោរុក្ខារាមហៅវត្តកំពង់ត្រឡាចលើមានព្រះវិហារដ៏វែងចំណាស់អាយុកាលប្រមាណជិត400ឆ្នាំជាតំបន់ទេសចរណ៍ដ៏ល្បីសម្រាប់ទស្សនាគំរូបុរាណជិះរទេះគោមើលទេសភាពកំពង់ត្រឡាចមានទីទួលបុរាណចំនួន77កន្លែងរួមទាំងព្រះវិហារសាសនានិងមាត់ទន្លេប្រវែង34គីឡូម៉ែត្រចាប់ពីព្រំប្រទល់ស្រុកពញាលឺខេត្តកណ្ដាលដល់ព្រំប្រទល់ស្រុករលាបអៀខេត្តកំពង់ឆ្នាំងសម្រាប់អ្នកទេសចរជាតិនិងអន្តរជាតិទស្សនាកម្សាន្តចាប់តាំងពីថ្ងៃ7មករាឆ្នាំ1979រហូតមកដល់បច្ចុប្បន្ននេះក្រោមម្លប់នៃសុខសន្តិភាពអាជ្ញាធរស្រុកកំពង់ត្រឡាចតែងតែបំផុសនូវស្មារតីចូលរួមថែរក្សាជំនឿសាសនាប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាពលរដ្ឋរដ្ឋបាលស្រុកកំពង់ត្រឡាចមានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី14 15 16ខែមេសាឆ្នាំ2026នាពេលខាងមុខនេះរដ្ឋបាលស្រុកកំពង់ត្រឡាចនឹងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តស្រុកយើងនៅបរិវេណសាលាស្រុកកំពង់ត្រឡាចស្ថិតនៅភូមិដើមពពេលឃុំថ្មឥដ្ឋស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងនិងមានរៀបចំកម្មវិធីជាច្រើនដូចជាការលេងល្បែងរបាំប្រជាប្រិយប្រពៃណីខ្មែរការរាំលេងកម្សាន្តសម្រាប់រយៈពេល3ថ្ងៃគឺថ្ងៃទី14 15 16ខែមេសាឆ្នាំ2026រត់ខ្ញុំមកដល់ដល់ក្រៅរដ្ឋបាលស្រុកសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិអញ្ជើញចូលរួមសប្បាយរីករាយទទួលអំណរឆ្នាំថ្មីឲ្យបានច្រើនកកជាជាមិនខាននគរសង្ក្រាន្តស្រុកយើងកំឡុងថ្ងៃដល់គ្នាលេងទុនខាងចិនបរិសុទ្ធនៅជារបាំង